សួស្តីវិលមកជួបគ្នាសារជាថ្មីជំហាននៃការស្ទង់មតិសង្គមការស្ទង់មតិសង្គមត្រូវតែធ្វើឡើងតាមលក្ខណៈគម្រោងដើម្បីបញ្ចប់ការងារមានជំហានត្រូវតែធ្វើឲ្យមានការរីកចម្រើនជំហានទាំងនេះផ្អែកលើសំណើនៃអ្នកប្រាជ្ញផ្នែកសង្គមនិងសង្គមវិទូទាំងឡាយនេះយោងទៅតាមលោក Herman Morris ការស្ទង់មតិសង្គមមានជំហានដូចខាងក្រោម ក កំណត់ប្រធានបទនិងគោលបំណងការស្ទង់មតិសង្គម ខ កំណត់បញ្ហាដែលត្រូវសិក្សា ក ព្រៀងគម្រោងនៃការរៀបចំពេលវេលាវិភាគបញ្ហាអំពីការស្ទង់មតិសង្គមដែលធ្វើ ខ កំណត់ទំហំនិងតំបន់នៃការស្ទង់មតិសង្គម ង ពិនិត្យឯកសារនិងប្រភពផ្សេងទាក់ទងការស្ទង់មតិសង្គម ច ការងារនៅកន្លែងដែលទាក់ទងទៅនឹងការសិក្សាស្ទង់មតិសង្គម ឆ ចាត់ចែងធ្វើតារាងវិភាគនិងសន្ទនាទិន្នន័យស្ថិតិ ច បកស្រាយលទ្ធផល ឆ ធ្វើអនុមានញែកដកចេញឈរលើមូលដ្ឋាននៃលទ្ធផល ញ បង្ហាញតាមរយៈក្រាបឆាតប្រយោជន៍និងសារៈសំខាន់នេះសារៈសំខាន់នៃការអង្កេតសង្គមដែលជាវិធីនៃការសិក្សាសង្គមវិទ្យាជនបទការស្ទង់មតិសង្គមជាវិធីមានសារៈសំខាន់បំផុតនៃការសិក្សាអំពីកម្មវត្ថុសិក្សានៃសង្គមវិទ្យាជនបទជាក់ស្ដែងវិធីវិទ្យាសាស្ត្រប្រើប្រាស់នៅក្នុងការធ្វើផែនការនិងលក្ខណៈប្រមូលទិន្នន័យក្រៅតែពីប្រយោជន៍វាក៏មិនចាត់ទុកថាមានសេរីភាពពីការកម្រិតព្រំដែននិងចំណុចខ្សោយទាំងឡាយឡើយការកំណត់ព្រំដែននិងចំណុចខ្សោយទាំងនេះនឹងត្រូវបានសិក្សាជាផ្នែកខាងក្រោមយើងនឹងកំណត់ព្រំដែននៃការសិក្សាអំពីសារៈសំខាន់នៃការស្ទង់មតិសង្គមដែលជាវិធីមួយនៃការសិក្សាសង្គមវិទ្យាជនបទ 1. តាមរយៈការស្ទង់មតិសង្គមវាមានលទ្ធភាពនៃការប្រមូលទិន្នន័យក្នុងការរៀបចំប្រព័ន្ធនិងលក្ខណៈវិទ្យាសាស្ត្រ 2. ទិន្នន័យដែលប្រមូលបានក្រៅពីការកម្រិតនៃទំហំវាមានតកតងទៅនឹងវិទ្យាសាស្ត្រទៅកាន់បញ្ហាអំពីការស្ទង់មតិដែលត្រូវបានធ្វើឡើង 3. តាមរយៈទិន្នន័យដែលប្រមូលបានវាជាលទ្ធភាពបង្កើតនៅកម្មវិធីសម្រាប់ការអភិវឌ្ឍសង្គម 4. តាមរយៈការស្ទង់មតិសង្គមវាមានលទ្ធភាពដើម្បីប្រមូលទិន្នន័យនិងព័ត៌មានទាំងឡាយយោងទៅតាមវិស័យទាំងឡាយនៃស្ថាប័នសង្គមនិងសង្គមបញ្ហានេះបញ្ជាក់ថាការស្ទង់មតិត្រូវបង្កើតឡើងយោងទៅតាមបញ្ហាសង្គមព្រំដែននៃការស្ទង់មតិសង្គមដូចជាយើងបានពិភាក្សារួចរួមមកហើយអំពីគោលបំណងនៃការស្ទង់មតិសង្គមត្រូវតែមានប្រយោជន៍ប្រសិនបើយើងពិភាក្សាអំពីព្រំដែននិងចំណុចខ្សោយនៃការស្ទង់មតិសង្គមដែលជាវិធីនៃការសិក្សាចំណុចនេះគ្មានការភ័ន្តច្រឡំទេអំពីសារៈសំខាន់និងផលប្រយោជន៍នៃវិធីសិក្សាជាពិសេសសម្រាប់សង្គមវិទ្យាជនបទប៉ុន្តែវាមានព្រំដែនមួយចំនួនព្រំដែនទាំងនេះមានដូចខាងក្រោម 1. វិធីសិក្សាជាផ្នែកវិស័យនៃសង្គម 2. ការស្ទង់មតិសង្គមបានคล้ายជាវិធីសិក្សាសម្រាប់វណ្ណៈនីមួយៗជាពិសេសវណ្ណៈកម្មករវណ្ណៈកណ្ដាលវណ្ណៈខ្ពស់ដែលជាកម្មវត្ថុសិក្សានៃការស្ទង់មតិសង្គម 3. គ្មានលទ្ធភាពបង្កើតការស្ទង់មតិសង្គមអំពីវិស័យផ្សេងនិងបញ្ហាផ្សេងឡើយ 4. តាមរយៈប្រពៃណីវាបានคล้ายជាវិធីនៃការសិក្សាសម្រាប់វិស័យនីមួយៗនិងវណ្ណៈមួយចំនួនទោះបីជាវិធីនេះคล้ายផ្ដល់នូវលទ្ធផលជាប្រយោជន៍សម្រាប់វណ្ណៈក៏ដោយ 4. ទំនាក់ទំនងសង្គមវិទ្យាជនបទនិងមុខវិជ្ជាដទៃទៀតលំដាប់ថ្នាក់នៃវិទ្យាសាស្ត្រជាវិទ្យាសាស្ត្រដែលមានផ្នែកពុទ្ធិសំខាន់ផ្សេង
ត្រូវបានបញ្ចូលទៅក្នុងការស្វែងយល់អំពីមនុស្សនិងធម្មជាតិតាមរយៈផ្នែកនៃពុទ្ធិទាំងនេះដែលធ្វើឲ្យមានការស្វែងយល់ស៊ីជម្រៅអំពីការងារធម្មជាតិនិងមនុស្សដូចជាលទ្ធផលនៃការស្វែងយល់អំពីលក្ខណៈរូបីនៃសរីរាង្គធម្មជាតិនិងបាតុភូតសង្គមត្រូវបានបង្ហាញយ៉ាងច្បាស់ពុទ្ធិអំពីមនុស្សនិងធម្មជាតិតកតងជាមួយនឹងវិស័យផ្សេងៗហើយនឹងនៅក្នុងផ្នែកនៃពុទ្ធិទាំងមូលដែលត្រូវបានបែងចែកជាពីរផ្នែកធំៗទី1ផ្នែកធម្មជាតិទី2ផ្នែកសង្គមនៅពេលដែលយើងសិក្សាអំពីវិស័យផ្សេងៗនៃសង្គមវិជ្ជាជនបទយើងមិនអាចនិយាយអំពីទំនាក់ទំនងរវាងវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រធម្មជាតិឡើយវិទ្យាសាស្ត្រជនបទវាមានមូលដ្ឋានលើវិទ្យាសាស្ត្រសង្គមនិងមានទំនាក់ទំនងជាមួយនឹងផ្នែកផ្សេងៗនៃវិទ្យាសាស្ត្រសង្គមគឺជារឿងធម្មតាវិទ្យាសាស្ត្រសង្គមរួមមានកម្មវត្ថុសិក្សាដូចជាសង្គមវិទ្យាសេដ្ឋកិច្ចនរវិទ្យាប្រវត្តិសាស្ត្រវិទ្យាសាស្ត្រនយោបាយនិងសាសនាមុខវិជ្ជាទាំងអស់នេះមានសហទំនាក់ទំនងនិងធ្វើការសិក្សាអំពីផ្នែកមួយដែលមានអរិយាបថទៅលើផ្នែកផ្សេងនៅពេលដែលយើងសិក្សាអំពីសង្គមវិទ្យាជនបទយើងត្រូវតែចាប់អារម្មណ៍ទៅលើអរិយាបថស្ដីពីវិទ្យាសាស្ត្រសង្គមទាំងឡាយនេះគឺជាទំនាក់ទំនងទៅលើទៅវិញទៅមកក្នុងចំណោមវិទ្យាសាស្ត្រទាំងអស់នោះផ្នែកជាច្រើនក្នុងចំណោមវិទ្យាសាស្ត្រទាំងនោះវាមានផ្នែកខ្លះសិក្សាត្រួតស៊ីគ្នាលើកម្មវត្ថុនៃការសិក្សាប៉ុន្តែទស្សនវិស័យជាច្រើនវាមានភាពខុសគ្នាពីមួយទៅមួយដូចជាការបញ្ជាក់របស់លោក Nelson ដូចខាងក្រោមទោះបីជាវាមានការបែងចែកនិងមានផ្នែកតូចនៃវិទ្យាសាស្ត្រសង្គមវាមានការឯកភាពលើមូលដ្ឋាននៃគោលបំណងនិងឯកភាពនៅវិធីប្រព្រឹត្តនៃទស្សនៈរបស់សង្គមវិទ្យាជនបទគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីសង្គមជនបទរួមមានដំណោះស្រាយវិធីនិងបច្ចេកទេសនៃវិទ្យាសាស្ត្រទាំងឡាយព្រមទាំងមានប្រយោជន៍នៅក្នុងការស្វែងយល់និងពន្យល់អំពីសង្គមវិទ្យាជនបទគឺជាសង្គមវិទ្យាពិសេសមួយសង្គមវិទ្យាជនបទគឺជាផ្នែកពុទ្ធិពិសេសដែលសិក្សាអំពីបញ្ហារចនាសម្ព័ន្ធនិងរៀបចំនៃសង្គមជនបទនិងជីវភាពជនបទមុខវិជ្ជានេះព្យាយាមបង្ហាញអំពីប្រព័ន្ធនៃសរីរាង្គពុទ្ធិនៃជីវភាពជនបទមុខវិជ្ជានេះដាក់ឲ្យដំណើរការនៅវិធីផ្សេងដែលជាដំណើរការនៅក្នុងវិទ្យាសាស្ត្រសង្គមទាំងឡាយផ្នែកពន្យល់ផ្នែកបឋមនៃសង្គមវិទ្យាដូចជាផ្នែកវិទ្យាសាស្ត្រនយោបាយសេដ្ឋកិច្ចដែលបច្ចុប្បន្ននេះចាត់ទុកថាជាផ្នែកនៃសង្គមវិទ្យាទោះបីជាមានទំនាក់ទំនងខ្សោយនៅក្នុងសង្គមក៏ដោយក៏មុខវិជ្ជានេះព្យាយាមអភិវឌ្ឍនៅផ្នែកពុទ្ធិពិសេសដែលធ្វើការដោះស្រាយលើភាពស្មុគស្មាញនៃជីវភាពជនបទ1សង្គមវិទ្យាជនបទនិងសង្គមវិទ្យាទីក្រុងសង្គមវិទ្យាជនបទដូចជាយើងបានដឹងរួចមកហើយអំពីផ្នែកនៃសង្គមវិទ្យាមានទំនាក់ទំនងរវាងផ្នែកទាំងពីរគឺចងភ្ជាប់គ្នាយ៉ាងស្អិតរមួតសង្គមវិទ្យាជនបទជាផ្នែកពិសេសនៃសង្គមវិទ្យាដែលសិក្សាយ៉ាងល្អិតល្អន់ទូលំទូលាយមានការស្រាវជ្រាវនិងអង្កេតអំពីសង្គមវិទ្យាជនបទមុខវិជ្ជានេះបានថែរក្សានៃទស្សនៈនៃអំពីសង្គមវិទ្យាជនបទមិនមែនជាការសិក្សាសង្គមវិទ្យាជនបទធម្មតាអំពីផ្នែកភូមិសាស្ត្រឡើយប៉ុន្តែវាសិក្សាអំពីទស្សនៈនិងចិត្តសាស្ត្រសេដ្ឋកិច្ចនិងផ្នែកផ្សេងទៀតផ្នែកសង្គមវិទ្យាដែលសិក្សាសង្គមជនបទត្រូវបានគេដឹងថាជាសង្គមវិទ្យាជនបទនៅពេលដែលផ្នែករបស់សង្គមវិទ្យាដែលសិក្សាអំពីសង្គមទីក្រុងត្រូវបានគេស្គាល់ថាជាសង្គមវិទ្យាទីក្រុងពីព្រោះសង្គមវិទ្យាសិក្សាអំពីសង្គមទាំងមូលបើសង្គមវិទ្យាមិនអាចញែកចេញដាច់ពីសង្គមវិទ្យាទីក្រុងឡើយ
ដូចជាលោក Laurie Nelson បានបញ្ជាក់ថាទស្សនៈអំពីអរិយធម៌របស់យើងវាមានផ្នែកផ្សេងទាំងឡាយប៉ុន្តែផ្នែកដំបូងគឺសង្គមជនបទដែលត្រូវតែធ្វើការសិក្សាអំពីផ្នែកសំខាន់នៃសង្គមគឺជាការសិក្សាតាមវិទ្យាសាស្ត្រអំពីសង្គមសំខាន់ឬសង្គមជាទូទៅដូច្នេះសង្គមវិទ្យាជនបទគឺជាផ្នែកពុទ្ធិពិសេសការសិក្សាពិសេសអំពីបញ្ហាទាំងឡាយនៃសង្គមវិទ្យាជនបទលោក Smith បានបញ្ជាក់ដូចខាងក្រោមទស្សនៈនៅក្នុងសៀវភៅនេះដែលបានបញ្ជាក់ថាសង្គមវិទ្យាគឺជាឯកតានិងបាតុភូតមូលដ្ឋានហើយនឹងគោលការណ៍ទាំងឡាយត្រូវបានអនុវត្តជាទូទៅនៅក្នុងការកំណត់នៅការសិក្សាយ៉ាងប្រុងប្រយ័ត្នឬអ្វីដែលអាចបោះបង់ចោលបានចំណុចនេះមានន័យថាគោលការណ៍ជាទូទៅនៃសង្គមវិទ្យាជនបទត្រូវតែអនុវត្តនៅក្នុងសង្គមវិទ្យាជនបទទាំងមូលចំណុចខុសគ្នារវាងគោលការណ៍សង្គមវិទ្យាខ្លះដែលវាមានការអនុវត្តច្រើននៅក្នុងសង្គមវិទ្យាជនបទជាជាងគោលការណ៍ដទៃទៀតភាពខុសគ្នារវាងផ្នែកទាំងពីរគឺសង្គមវិទ្យាជនបទមានដំណោះស្រាយខុសពីសង្គមវិទ្យាផ្ទាល់ដោយសារសង្គមវិទ្យាជនបទជាវិទ្យាសាស្ត្រពិសេសមួយដូចជាលោក Bergtranet បានបញ្ជាក់ថាសង្គមវិទ្យាជនបទអាចត្រូវបានចែកថ្នាក់ជាសង្គមវិទ្យាពិសេសសង្គមវិទ្យាជនបទមិនមានទំនាក់ទំនងទៅនឹងសង្គមវិទ្យាទូទៅឡើយប៉ុន្តែវាជាផ្នែកឯករាជ្យនិងមានឋានៈរបស់វាសង្គមវិទ្យាជនបទសិក្សាអំពីភាពស្មុគស្មាញនៅក្នុងសង្គមជនបទដូចជាលោក Net បានបញ្ជាក់ថាសង្គមវិទ្យាជនបទវាមាននិយមន័យដ៏ទូលំទូលាយហើយធ្វើការសិក្សាអំពីទំនាក់ទំនងរបស់មនុស្សនៅក្នុងបរិស្ថានជនបទសង្គមវិទ្យាជនបទនិងសង្គមវិទ្យាទីក្រុងសង្គមវិទ្យាគឺជាការសិក្សានៅប្រភេទនៃសង្គមពីរដែលបែងចែកជាពីរផ្នែកធំផ្នែកសង្គមវិទ្យាជនបទនិងសង្គមវិទ្យាទីក្រុងសង្គមវិទ្យាជនបទដូចជាយើងបានដឹងរួចមកហើយថាការសិក្សាអំពីភាពស្មុគស្មាញនៃជីវភាពសង្គមជនបទម្យ៉ាងទៀតសង្គមវិទ្យាទីក្រុងសិក្សាអំពីលក្ខណៈវិនិច្ឆ័យគុណភាពភាពស្មុគស្មាញនិងរចនាសម្ព័ន្ធនៃជីវិតទីក្រុងក្នុងទស្សនវិជ្ជានេះផ្នែកនេះបានថែរក្សាក្នុងទស្សនៈនៃសង្គមដែលមិនអាចបែងចែកនៅក្នុងសង្គមជនបទនិងទីក្រុងដែលឈរលើមូលដ្ឋានធម្មតានៃការកំណត់ភូមិសាស្ត្រនិងព្រំដែនបានឡើយសង្គមកើតមាននៅក្នុងភូមិឋានហើយរីកចម្រើនទៅជាទីក្រុងផងដែរជនបទមានមូលដ្ឋានលើលក្ខណៈវិនិច្ឆ័យនិងគុណភាពនៃសង្គមវិទ្យាទីក្រុងគឺជាសង្គមវិទ្យាដែលសិក្សាអំពីភាពស្មុគស្មាញទំនាក់ទំនងរចនាសម្ព័ន្ធនិងការរៀបចំនៃសង្គមវិទ្យាទីក្រុងនិយោងទៅតាមទស្សនវិស័យសង្គមវិទ្យាទីក្រុងបន្ថែមទៅលើសង្គមវិទ្យាជនបទប្រសិនបើមានពុទ្ធិសង្គមទាំងមូលគឺត្រូវបានប្រមូលផ្ដុំនៅពុទ្ធិដែលផ្ដល់ឲ្យតាមរយៈសង្គមវិទ្យាជនបទនិងសង្គមវិទ្យាទីក្រុងដែលដាក់ឲ្យនៅជាមួយគ្នាកម្មវត្ថុសិក្សានៃផ្នែកទាំងពីរវាមានទំនាក់ទំនងទៅវិញទៅមកនិងមានការពឹងពាក់គ្នាទៅវិញទៅមកជនបទភូមិស្រុកនិងទីក្រុងវាមានឥទ្ធិពលលើគ្នាទៅវិញទៅមកក្នុងការសិក្សាទៅលើទស្សនវិជ្ជានៃសង្គមមិនអាចញែកវាឲ្យដាច់ពីគ្នាបានឡើយការសិក្សាទាំងផ្នែកសង្គមវិទ្យាជនបទនិងទាំងផ្នែកសហគមន៍ទីក្រុងត្រូវបានធ្វើឡើងតាមរយៈទំនាក់ទំនងនៃផ្នែកទាំងពីរទៅវិញទៅមក